ជំរាបសួរបងប្អូនទាំងអស់គ្នាចឹងថ្ងៃនេះខ្ញុំមកធ្វើវីដេអូមួយបង្ហាញជូនបងប្អូនទាំងអស់គ្នាបាទសំលុបនេះមួយទៅបាទយើងឃើញថាហាងចេញមានថ្ងៃនេះគឺដើរចុះហើយបងប្អូនទាំងអស់គ្នាបាទការពិតវាចុះតាមពីម្សិលមិញតែវាញាក់ឡើងវិញបន្តិចបន្តួចវាទៅតាម trend របស់វាណាបាទយើងមើលនៅក្នុង time frame 1ម៉ោងគឺយើងឃើញថា head and shoulder បាទឥឡូវយើងមើលខ្ញុំគូបន្ទាត់ឲ្យបងប្អូនមើលបាទអានេះវាទៅលើអញ្ចេះបាទហើយបន្ទាប់មកអានេះវាចុះមកវិញចេះបាទហើយបន្ទាប់មកវាឡើងទៅលើវិញចេះអញ្ចឹងកពូលខ្ពស់ជាងមុនណាបងប្អូនអរគ្នាឃើញទេបាទបន្ទាប់មកចុះមកវិញចេះណាឃើញទេបាទហើយក៏ឡើងទៅវិញបាទឡើងទៅវិញនេះគឺវាមកជុលជាមួយនឹងនេះឡើងកន្លែងនេះកន្លែងនេះឃើញទេនេះបាទឃើញទេបាទនៅចំគូតកតុយព្រួយបងប្អូនអរគ្នាបាទព្រួយនេះអាព្រួយនេះណាបាទឃើញទេចឹងខ្ញុំដាក់ចំបាទឃើញទេចឹងវាឡើងទៅប៉ះអាព្រួយហ្នឹងគឺវាចុះមកវិញបាទវាចុះមកវិញអញ្ចឹងមកដល់តំបន់ខាងក្រោមនេះគឺជា nick line ឬក៏គេហៅថា support ដែរហ្នឹងហើយប៉ុន្តែតំបន់នេះគេហៅថា nick line ទេអញ្ចឹង support ធំរបស់វាគឺនៅក្រោមម្នាក់បងប្អូនអរគ្នានេះនៅតំបន់អស់នេះណាហ្នឹងហើយយើងយក0នេះមកយើងយក0 3000មកបាទយើងអូសមកខ្ញុំអូសអានេះដាក់ឲ្យចុះបាទបាត់ AC tag បាត់ហើយបាទអញ្ចឹងយើងយកចេះណាហ្នឹងហើយប៉ុណ្ណឹងមកបាន3000បាន30លេខជាងអីដែរហ្នឹងហើយយើងហូលទៅតែវារត់ខ្លាំងវាចុះមកដល់ហើយបងប្អូនអរគ្នាហេងសុយហួសទៀតហ៎បាទត្រូវហូលទៅបាទហើយយើងមើល4ម៉ោងបាទ4ម៉ោងនេះមកឃើញទេបាទ4ម៉ោងអក្សរ M សុំទោស4ម៉ោងគឺ head and shoulder ដែរណាបាទខាងចុងព្រួយខ្ញុំនេះអានេះស្មើខាងឆ្វេងចុងព្រួយខាងនេះស្មើខាងស្ដាំហើយកពូលធំនេះគឺក្បាលណាបាទគឺបែបហ្នឹងណាហ្នឹងហើយអញ្ចឹងវាឡើងនេះកន្លែងនេះចុងព្រួយនេះខ្ញុំយកចុងព្រួយយល់ចុះណាបាទអញ្ចឹងចុះមកអញ្ចេះមកវាបកឡើងទៅវិញវាមកប៉ះគូតអានេះប៉ះគូតអាហ្នឹងណាបាទប៉ះគូតអាហ្នឹងគេហៅថា nick line ហ្នឹងហើយអញ្ចឹងវាចុះមកវិញត្រូវ slow វាឃើញទេបាទគឺហាងឆេងគឺដើរបែបហ្នឹងតែរហូតហ្នឹងបងប្អូនអរគ្នាវាភាគច្រើនណាដល់ពេលភាសា slow អត់មានពណ៌មានអីញ៉ៃច្រើនវាដើរតាម slow វាបង្កើត structure រូបភាពរបស់វាមាន head and shoulder វាមានអក្សរ M មានអក្សរ W មានរូបរាងកែវគេហៅថា curve អីហ្នឹងហើយអញ្ចឹង trader ភាគច្រើនគេត្រូវការរៀនអាហ្នឹងហើយយើងមើល time frame daily បាទខ្ពស់បងប្អូនអរគ្នាហើយមានសញ្ញាហើយបាទមានសញ្ញាហើយបកគោលនេះគឺឲ្យសញ្ញាហើយនេះបកគោល confirm អញ្ចឹងមាននេះគឺមកក្រោមវិញ 100% ហើយបងប្អូនអរគ្នាដល់ពេលថ្ងៃហ្នឹងបិទផ្សារស្អែកថ្ងៃច័ន្ទសប្តាហ៍ក្រោយគឺធ្លាក់មកទៀតហើយណាបាទអញ្ចឹងថ្ងៃនេះក៏អាចនឹងចុះមកច្រើនដែរសម្រាប់ហាងឆេងមាសបាទហើយយើងមើល time frame W មកម៉ែនៅខ្ពស់មែនតើបងប្អូនអរគ្នាឃើញទេបាទអញ្ចឹងតំបន់នេះគឺយើង sell គឺមិនខុសទេបងប្អូនអរគ្នាបាទ30ជាងទៅ50នេះគឺយើង sell មក0 sell ហ្នឹងហើយព្រោះមាសរត់ឆ្ងាយអញ្ចឹងយើងត្រូវលេងតាមលំហូរឆ្ងាយតាមកម្លាំងមាសដែរបងប្អូនអរគ្នាមិនអាចធ្វើខ្លីៗតាមចិត្តយើង trade 1នាទីបានទេបាទអញ្ចឹងយើងប្រើទុនមួយឲ្យសមរម្យមកហើយយើង trade hold ឲ្យសមរម្យដែរមកគួរតែ stop loss ប៉ុណ្ណាគួរតែ take profit នៅកម្រិតណានឹងតំបន់អស់ហ្នឹងសុទ្ធតែយើងត្រូវសិក្សាហើយបាទហើយខ្ញុំឲ្យយោបល់ប៉ុណ្ណឹងបាទព្រោះខ្ញុំ trade ខ្ញុំពេលមាសឡើងពីក្រោមនេះទៅក៏ខ្ញុំដឹងថាវាឡើងមូលហេតុអីបានវាឡើងហ្នឹងហើយខ្ញុំដឹងហើយវាបកមកវិញក៏ខ្ញុំដឹងថាមូលហេតុអីបានវាបកមកវិញបាទតំបន់អស់នេះខ្ញុំ sell មកពីបាននៅ55នេះបងប្អូនអរគ្នាគេហៅថាចំនេះហើយចំ resistance ហើយបាទល្អខ្លាំងមែនតើខ្ញុំ sell តាំងពីហ្នឹងមកម្សិលមិញខ្ញុំយកបានដល់30លេខដល់នេះបាទ30លេខជាងបាទហើយបកមកវិញដល់តម្លៃនេះខ្ញុំវាយត្រូវទៀតនេះបាទឡើងដល់47ខ្ញុំវាយត្រឹម45ទេ
បាទខ្វះពីលេខទេណាប៉ុន្តែចាប់ទុកតែត្រូវហើយប៉ុណ្ណេះអត់អីទេបាទហើយមាសនេះគឺមករកអ្នកមូវិញពណ៌លឿងយើងអ្នកចំចុងបន្ទាត់អឺចំចុងព្រួញរបស់ខ្ញុំច្អល់នេះណាហ្នឹងហើយពហមូវិញនឹងក្បួនយើងគឺអត់ដែលចោលទេ time frame 15នាទីកន្លះម៉ោងនិង1ម៉ោងគង់តែមកដល់ប៉ុន្តែយូរនឹងឆាប់បងប្អូនអរគ្នា trend យើងអាចចំណាំអញ្ចឹងបានបាទអរគុណសម្រាប់វីដេអូ